ត្តបាត់ដំបងមាន14ក្រុងស្រុកនិង102ឃុំសង្កាត់មានផ្ទៃដី 11702 គីឡូម៉ែត្រការ៉េស្ថិតនៅទិសពាយព្យនៃប្រទេសកម្ពុជាទឹកស្ទឹងសង្កែដ៏ថ្លាឆ្វង់គឺជាទន្លេដ៏សំខាន់មួយក្នុងខេត្តបាត់ដំបងនៅភាគពាយព្យនៃប្រទេសកម្ពុជាស្ទឹងសង្កែមានចម្ងាយប្រមាណ250គីឡូម៉ែត្រដែលហូរកាត់ស្រុកចំនួន6និងឃុំចំនួន27ក្នុងខេត្តបាត់ដំបងមុននឹងហូរចូលក្នុងបឹងទន្លេសាបជំរឿនមធ្យមនៃស្ទឹងសង្កែដែលផ្អែកលើទិន្នន័យឆៅដែលផ្ដល់ដោយមន្ទីរធនធានទឹកខេត្តបាត់ដំបងគឺក្នុងរដូវប្រាំង 2.35 ម៉ែត្រនិងក្នុងរដូវវស្សា 6.79 ម៉ែត្រយើងមកដល់ក្រុងបាត់ដំបងភ្ញៀវទេសចរមិនដែលមើលរំលងភូមិបាត់កូននោះទេព្រោះជាភូមិគំរូមួយដែលជាភូមិចាស់មានអាយុកាលរាប់រយឆ្នាំមកហើយជាភូមិមួយមានលំនៅឋានបុរាណច្រើនជាងគេសាងសង់ឡើងអំពីឈើដែលមានលក្ខណៈស្រស់ស្អាតនិងអគារមានលក្ខណៈបង្ហាញនូវទំនៀមទម្លាប់រស់នៅរបស់អ្នកស្រុកភូមិនេះស្ថិតនៅភូមិវត្តគោសង្កាត់វត្តគោក្រុងបាត់ដំបងស្ថិតនៅស្របតាមបណ្ដោយស្ទឹងសង្កែចម្ងាយប្រមាណ2គីឡូម៉ែត្រឆ្ពោះទៅទិសខាងត្បូងពីទីរួមខេត្តបាត់ដំបងហើយភ្ជាប់ជាមួយភូមិកំពង់សីមាភូមិឈើទាលដែលសម្បូរដោយដំណាំកសិកម្មភូមិវត្តគោនេះជាភូមិដែលមានលំនៅឋានប្រជាជនរស់នៅជាលក្ខណៈខ្មែរនិងមានផ្ទះប្រជាពលរដ្ឋតាំងពីយូរលង់មកហើយផ្ទះមួយចំនួនបានសាងសង់ឡើងនៅដើមសតវត្សទី20រហូតមកដល់សប្តាហ៍ថ្ងៃអ្នកស្រុកបានប្រកាន់ភ្ជាប់នៅទំនៀមទម្លាប់ប្រពៃណីពីបុរាណតរៀងមក